លោកអ្នកអង្គការលីយ៉ុងផាត់ដឹកនាំគណៈប្រតិភូសមាគមអង្គការកម្ពុជាចូលរួមសិក្ខាសាលាស្ដីពីការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជានៅព្រឹកថ្ងៃទី24ខែមិថុនាឆ្នាំ2026លោកអ្នកអង្គការលីយ៉ុងផាត់ប្រធានសមាគមអង្គការកម្ពុជាបានដឹកនាំគណៈប្រតិភូសមាគមអង្គការកម្ពុជាចូលរួមសិក្ខាសាលាស្ដីពីការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជាដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមវង្សសីវិសុទ្ធឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការដឹកនាំការកែតម្រង់ច្បាប់នៅសន្តាគារសុខាភ្នំពេញសិក្ខាសាលានេះមានការអញ្ជើញចូលរួមពីតំណាងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលតំណាងក្រសួងស្ថាប័ននានាស្ថាប័នតុលាការវិស័យឯកជនអង្គទូតអង្គការអន្តរជាតិនិងអ្នកប្រកបវិជ្ជាជីវៈច្បាប់ព្រមទាំងអ្នកជំនាញការជាតិនិងអន្តរជាតិប្រមាណ400នាក់អាយុឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការវង្សសីវិសុទ្ធបានអំពាវប្រសាសន៍ថាសិក្ខាសាលាស្ដីពីការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជានាថ្ងៃនេះគឺជាការបោះជំហានថ្មីមួយទៀតក្នុងក្របខ័ណ្ឌកម្មវិធីកែតម្រង់ច្បាប់របស់រាជរដ្ឋាភិបាលដើម្បីរួមគ្នាគិតគូរពីការរៀបចំនិងបញ្ចូលច្បាប់និងលិខិតបទកថាគតិយុត្តក្នុងវិស័យពាណិជ្ជកម្មទៅជាក្រមពាណិជ្ជកម្មមួយដែលច្បាស់លាស់មានសមានកតេភាពនិងជួយទ្រទ្រង់ប្រសិទ្ធភាពនឹងការលូតលាស់នៃធុរកិច្ចដែលនឹងក្លាយជាចំណែកដ៏សំខាន់មួយនៃការកសាងបូរណភាពនៃប្រព័ន្ធច្បាប់ក៏ដូចជានីតិវិធីរដ្ឋនៅកម្ពុជាអាយុឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានបន្តលើកឡើងថារាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកតេបណ្ឌិតនិងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តយកចិត្តទុកដាក់លើកកម្ពស់និងពង្រឹងប្រសិទ្ធភាពច្បាប់ជាអាទិភាពគន្លឹះមួយក្នុងចំណោមអាទិភាពគន្លឹះទាំង5នៃការកែតម្រង់និងពង្រឹងអភិបាលកិច្ចរបស់រាជរដ្ឋាភិបាលហើយក្នុងទិសដៅពន្លឿនល្បឿននៃការងារកែតម្រង់សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានសម្រេចបង្កើតគណៈកម្មាធិការដឹកនាំការកែតម្រង់ច្បាប់ក្នុងឆ្នាំ2024ជាមួយនឹងការអនុម័តដាក់ឲ្យប្រើប្រាស់នៅក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែតម្រង់ច្បាប់របស់រាជរដ្ឋាភិបាលកាលពីឆ្នាំ2025ហើយគិតមកដល់ពេលនេះសកម្មភាពកែតម្រង់ជាច្រើនត្រូវបានដាក់ចេញនិងអនុវត្តជាបន្តបន្ទាប់ដោយរួមទាំងកិច្ចពិភាក្សាលើការរៀបចំក្រមពាណិជ្ជកម្មកាលពីចុងឆ្នាំ2025ផងដែរទោះបីយ៉ាងណាក៏ដោយការរៀបចំក្រមពាណិជ្ជកម្មរបស់កម្ពុជាគឺជាគម្រោងរយៈពេលវែងមួយទាមទារការសិក្សាឲ្យបានស៊ីជម្រៅលើគ្រប់ទិដ្ឋភាពទាំងអស់និងការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ក្នុងការរៀបចំនិងតាក់តែងដោយត្រូវបានចាត់ទុកកិច្ចការនេះជាអាទិភាពមួយដែលត្រូវធ្វើឲ្យបានលឿនបំផុតប៉ុន្តែធ្វើទៅតាមល្បឿនដែលអាចធ្វើទៅបានប្រកបដោយភាពគ្រប់ជ្រុងជ្រោយមានប្រសិទ្ធភាពនិងអាចអនុវត្តបានពេញលេញព្រមទាំងមានប្រយោជន៍ក្នុងឱកាសនេះឯកឧត្តមវង្សសីវិសុទ្ធបានលើកទឹកចិត្តអង្គសិក្ខាសាលាទាំងមូលឲ្យចូលរួមដោយសកម្មនិងស្មោះត្រង់ក្នុងស្មារតីស្ថាបនាដើម្បីប្រមូលនៅការចេះដឹងបទពិសោធន៍និងធាតុចូលសំខាន់ដោយផ្ដោតជាពិសេសទៅលើទី1វិធីសាស្ត្រនៃការរៀបចំក្រមដោយត្រូវរៀនសូត្រពីប្រទេសផ្សេងផងហើយក៏ត្រូវរៀនសូត្រពីប្រទេសខ្លួនឯងផងនិងទី2វិសាលភាពនៃក្រមនេះដោយត្រូវកំណត់ឲ្យបានសមស្របដែលមានភាពគ្រប់ជ្រុងជ្រោយនិងស៊ីជម្រៅស្របតាមឧត្តមមាននានុវត្តន៍អន្តរជាតិផងនិងតាមបរិបទនិងបទពិសោធន៍របស់កម្ពុជាផ្ទាល់ផងដែរ